មេរៀនទី2នៅក្នុងសៀវភៅ100 Grammar Tips for Beginners, a guide for learners who start or restart learning English គឺមេរៀន common noun and proper noun យើងនឹងស្វែងយល់ពីអត្ថន័យរបស់វាបន្តិចតបមកបើយើងក៏លេចមើលទៅលើឧទាហរណ៍តែម្ដងអញ្ចឹងសំណួរគឺ what is common noun តើនាមប្រើពាក្យ common noun បើបកប្រែជាភាសាខ្មែរនៃដែលយើងអាចយល់បានគឺនាមសាធារតើនាមសាធារជាអ្វី It is a word for a person, animal, place or thing that is general វាគឺជាពាក្យសម្រាប់មនុស្សសត្វទីកន្លែងឬក៏វត្ថុដែលមានលក្ខណៈទូទៅផ្ទុយទៅវិញ What is proper noun តើនាមអសាធារគឺជាអ្វី It is a name of specific person, place, thing and animal វាគឺជាឈ្មោះរបស់មនុស្សទីកន្លែងវត្ថុឬក៏សត្វជាក់លាក់មួយពាក្យ specific នេះគឺចង់សំដៅទៅលើអត្ថន័យវាភ្ជាប់ជាមួយនឹងពាក្យ proper នឹងតែម្ដងគឺជាក់លាក់ច្បាស់មួយតែម្ដង It always begins with a capital letter អញ្ចឹងនាម proper noun ហ្នឹងគឺវាតែងតែចាប់ផ្ដើមដោយអក្សរធំពាក្យថា capital letter ហ្នឹងគឺអក្សរធំឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នានៅក្នុងនាម common noun ហើយនិង proper noun ចំពោះនាមភាសាធារឬក៏ common noun គឺខ្ញុំគូសបន្ទាប់ពីខាងក្រោមអញ្ចឹងខ្ញុំបញ្យល់ទៅឃើញណាគូតោះអានឹងមានន័យថា common noun ហើយទី1 Cambodia វាគឺជាឈ្មោះរបស់ប្រទេសកម្ពុជាតែម្ដងហើយវាចាប់ផ្ដើមពីអក្សរធំអក្សរ C អញ្ចឹងវាគឺជា proper noun កន្លែងហ្នឹងយើង highlight proper noun មួយទៅសម្រាប់ country ប្រទេសគឺជានាមសាធារមិនសំដៅទៅលើប្រទេសកម្ពុជាតែមួយទេវាអាចសំដៅទៅលើប្រទេសផ្សេងបានអញ្ចឹងហើយគឺវាទៅសេដោយអក្សរតូចគឺអក្សរ C ហ្នឹងតែអក្សរ C តូច lower case letter ភ្នំពេញវាគឺជាឈ្មោះទីក្រុងភ្នំពេញឬក៏យើងសម្រាប់ប្រជាជនកម្ពុជាយើងជាជនខ្មែរគឺយើងដឹងថាអានឹងគឺជាទីក្រុងរបស់ខ្មែរយើងរបស់ប្រទេសកម្ពុជាប៉ុន្តែបើពិភពលោកគឺគេអាចនឹងអត់ដឹងអញ្ចឹងពេលដែលយើងសរសេរគឺយើងសរសេរវាអក្សរធំចឹងឯងអក្សរ P ទាំងពីរនេះគឺអក្សរធំ The name of Phnom Penh is only one in the world មានតែមួយនៅក្នុងពិភពលោកយើង You cannot find Phnom Penh anywhere else outside of Cambodia អានឹងគឺគ្រាន់តែអត្ថន័យបន្ថែមដល់ពេលយើងនិយាយពីទីក្រុងទូទៅវិញគឺជាឈ្មោះរបស់ទីក្រុងដែលទូទៅបំផុតយើងមិននិយាយថាតើទីក្រុងភ្នំពេញឬក៏ទីក្រុងណាទេគឺអញ្ចឹងយើងសរសេរអក្សរ C ហ្នឹងអក្សរតូចហើយវាជា common noun ដល់ពេលយើងសរសេរចេះវិញភ្នំពេញ city ឬក៏កំពង់ចាម province កំពង់ធំ province សៀមរាប province ឬក៏ឈ្មោះដែលយើងចង់សម្ដៅថានឹងគឺជាឈ្មោះទីក្រុងភ្នំពេញយើងអាចសរសេរអញ្ចេះបានអក្សរ city នេះយើងបដូរទៅជាអក្សរ C ធំដែលសម្ដៅទៅលើទាំង3ពាក្យហ្នឹងគឺចង់សម្ដៅទៅលើឈ្មោះដែលជានាមអសាធារ proper noun នឹងឯងនៅពេលដែលយើងនិយាយពីទីក្រុងនិយាយពីភ្នំពេញជាទីក្រុងគឺយើងត្រូវដាក់ capital line នៅក្នុងពាក្យនីមួយៗអញ្ចឹងមានថាពាក្យ P ហើយនិង C ចូលទៅទំព័របន្ទាប់យើងមានចំនួនទៀតនេះខ្ញុំបានបង្ហាញបញ្យល់ប្រាប់អញ្ចឹងមិនបញ្យល់ទៀតទេដល់ពេលនិយាយពីគ្រូពេទ្យ doctor គឺសំដៅលើទូទៅអញ្ចឹងវាជា common noun ដល់ពេល doctor ស៊ូមីឈ្មោះ doctor ហ្នឹងប៉ុន្តែគាត់មានឋានៈជា doctor អញ្ចឹងយើងទៅសេអក្សរ D ហើយនិងអក្សរ S ធំតែប៉ុណ្្នឹងឯងព្រោះដោយសារបញ្ជាក់ពីឈ្មោះបុគ្គលជាក់លាក់មួយ Prime Minister នាយករដ្ឋមន្ត្រីបើយើងនិយាយនាយករដ្ឋមន្ត្រីទូទៅគឺយើងអត់សំដៅលើអ្នកណាម្នាក់អក្សរតូចទាំងអស់តែពេលយើងសរសេរអញ្ចេះមានន័យថាឈ្មោះហ្នឹងគឺនេះមុខងារ Prime Minister មុខងារហើយនេះជាឈ្មោះ Winston Churchill ដែលជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសកាលជំនាន់សង្គ្រាមលោកលើកទី2អញ្ចឹងយើងសរសេរអក្សរ P អក្សរ M អក្សរ W អក្សរ C ហ្នឹងធំទាំងអស់ President ប្រធានាធិបតីពេលយើងនិយាយពីប្រធានាធិបតីទូទៅឬក៏ប្រធាននៅក្នុងស្ថាប័នអីមួយគឺយើងសរសេរអក្សរ P តូចតែបើយើងនិយាយពីប្រធានាធិបតីរបស់សហរដ្ឋអាមេរិក President of the United States អាហ្នឹងគឺយើងសរសេរអក្សរ P អក្សរ U អក្សរ S ធំហើយមានឆ្ងល់ថាអីបានអក្សរ O ហើយនិងអក្សរ T នឹងអត់ដាក់ឲ្យធំដែរទៅគឺនៅក្នុងច្បាប់នៃការបង្កើត
capitalize នៅក្នុងពាក្យនីមួយៗគឺគេលើកលែងអត់បង្កើតនៅ preposition ទេហើយនៅ determiner ក៏អត់ដែរអញ្ចឹងហើយគឺយើងឃើញអក្សរ O តូចហើយនិងអក្សរ T តូចតែដោយឡែកសម្រាប់ preposition មួយចំនួនដែលមានអក្សរចាប់ពី4អក្សរឡើងទៅឧទាហរណ៍ថាពាក្យ about អញ្ចឹងមាន5ពាក្យទៅ A B O U T អាហ្នឹងគឺយើងអាចទៅសេអក្សរធំបាននៅក្នុងលក្ខណៈបែបហ្នឹងតែជិតទៅខ្ញុំឃើញគេទៅសេអក្សរតូចទាំងអស់ឲ្យទៅ preposition លក្ខណៈគេមើលទៅវាសាមញ្ញទូទៅសម្រាប់អ្នកសរសេរទាំងអស់តែដោយឡែកសម្រាប់ទម្រង់អក្សរ P អក្សរ U អក្សរ S នេះខ្ញុំបញ្ជាក់ម្ដងទៀតពេលយើងសរសេរលិខិតផ្លូវការឬក៏ឯកសារអីក៏ដោយមិនសំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិកទេឲ្យតែគាត់មានមុខងារមានឈ្មោះក្នុងមុខងារឡើយហ្នឹងគឺត្រូវតែសេអក្សរធំតែម្ដង P PM សេអក្សរធំចឹងអាហ្នឹងគឺសម្រាប់ common noun ហើយនិង proper noun មេរៀនរបស់ Superb 100 grammar tips for beginners ប៉ុន្តែយើងគួរតែអនុវត្តសភៅថ្មីសភៅផ្សេងមួយទៀតនេះសភៅ Behind Your Confidence យើងហ៊ានពាក្យនៅក្នុងសភៅនឹងបានច្រើនទេប៉ុន្តែមិនទាន់បានវិភាគវេយ្យាករណ៍មែនទេចឹងឥឡូវយើងចូលមើលនៅក្នុងនេះតើអាណាខ្លះជា common noun ហើយអាណាខ្លះជា proper noun go through together. Before going further into this nemesis, self-doubt, please allow me to note that there is a fine line between self-doubt and modesty. អញ្ចឹងក្នុងប្រយោគនេះគឺសិតតែ common noun ទាំងអស់នេះវាអត់មាន proper noun ព្រោះនេះសរតូចនេះសរតូច Please allow me to note that there is a fine line between self-doubt and modesty. អញ្ចឹងពាក្យពីរហ្នឹងគឺវាជា noun ប៉ុន្តែវាជា common noun he who is humble is different from he who is doubtful about himself just so you understand អញ្ចឹងនៅក្នុងប្រយោគនេះគឺអត់មាន noun ទេ Why am I telling you this អានេះក៏អត់មានដែរ It is because most of us tend to be humble regardless of what we have accomplished in life life នេះគឺcommon noun be a study ឡើយនេះក៏ជា common noun ដែរ success ក៏ common noun ដែរ career ក៏ common noun ដែរ if you will are you still with me good let me take you to another place shall we place នេះក៏ common noun ដូចគ្នាដែរ some people ឡើយនេះក៏ general ដែរព្រោះគេអត់កំណត់ថាអ្នកណាអញ្ចឹងมันឃើញអក្សរតូចទាំងអស់គ្នាA woman នេះគឺ common noun ដូចគ្នា is beautiful because of her intelligence ក៏ common noun ដែរ Some would argue that a woman's character ចឹងពាក្យឡើយនេះ noun គឺកន្លែង character នេះឯង can beautify her in a lot of ways imaginable in plain language ក៏ common noun ដែរ her way of thinking combined with proper manners and wise choice of words can improve her image in a favorable fashion, admired greatly by many around her, men and women alike. Some say filter ឥឡូវនេះឃើញអក្សរធំឡើយអក្សរ F ហ្នឹងមិនមានន័យថាហ្នឹងវាជា proper noun ទេណាអាហ្នឹងក៏ common noun ដែរប៉ុន្តែដោយសារថាពេលគេច្បាប់នៃការសរសេរគេទូទៅគេដាក់ចុច2យ៉ាងហើយគឺត្រូវសរសេរអក្សរធំព្រោះហ្នឹងវាសំដៅទៅលើប្រយោគថ្មីមួយទៀតហ្មងអញ្ចឹងពីប្រយោគថ្មីបែបហ្នឹងគឺត្រូវពីមុខត្រូវអក្សរធំអញ្ចឹងណាអញ្ចឹងឡើយនេះមិនមែន proper noun ទេសូមបញ្ជាក់ម្ដងទៀត For me a beautiful woman has her confidence self-confident yeah self-confident ទាំងអស់ហ្នឹងគឺសិតតែ common noun ទាំងអស់ I should add but don't take my word for it what do I know about women anyway just because I have written the book who is she នេះ finally we get one proper noun នេះអានេះ proper noun ណា who is she ហ្នឹងគឺចង់និយាយពីចំណងជើងសភៅដល់ពេល book នេះវិញអាហ្នឹងគឺ common noun អញ្ចឹង common noun គឺខ្ញុំ highlight ដល់ពេល proper noun ខ្ញុំគូសពីក្រោមអាហ្នឹងគឺ
proper noun who is she គឺជាចំណងជើងសភៅ That doesn't mean I know enough about women right ឃើញថាពេលដែលយើងសរសេរទូទៅទាំងអស់ហ្នឹងវាធ្លាក់នាមទាំងអស់ហ្នឹងគឺវាសង្កេតឃើញវាច្រើនគឺ common noun ទេថាប៉ុន្តែពេលខ្លះគឺយើងគួរតែកត់សម្គាល់ពេលដែលសរសេរនៅក្នុងប្រយោគនៅក្នុងអីចាំបាច់បំផុតគឺចំណាំទៅលើ proper noun ពេលណាយើងសរសេរឲ្យទៅ proper noun គឺត្រូវអក្សរធំនៅខាងមុខតែម្ដងជួបគ្នានៅក្នុងវីដេអូបន្ទាប់នៅមេរៀនសៀវភៅ100 grammar tips មេរៀនទី3